នេះគឺជាលទ្ធផលនៃស្មារតីរួបរวมគ្នាបងប្អូនពេលនេះពិភពលោកបានមើលឃើញពីស្មារតីនៃការស្រឡាញ់ជាតិរបស់ប្រជាជនកម្ពុជាសកម្មភាពទាំងអស់នេះបានបង្ហាញថាយើងជាជនរងគ្រោះពិតប្រាកដយើងពិតជាភាគីដែលចង់បានសន្តិភាពឲ្យត្រឡប់មកវិញតាំងតែពីដើមមកម្ល៉េះហើយការជួបជុំនៃប្រជាពលរដ្ឋខ្មែរដ៏ច្រើនបែបនេះបានក្លាយទៅជាសម្លេងតំណាងឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសហើយវាក៏បានបង្កើតទៅជារឿងដ៏អស្ចារ្យមួយដែលមានសារព័ត៌មានពិភពលោកជាច្រើនបានចុះផ្សាយពីសកម្មភាពមួយនេះវាហាក់បីដូចជាបកស្បែកមុខប្រទេសសៀមអញ្ចឹងដែលខ្លួនគឺជាខ្លាប៉ុន្តែព្យាយាមដើរតួបន្លំធ្វើជាជាមតាំងពីដើមមកខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាឃើញព័ត៌មានមួយនេះហើយសង្គ្រាមលើកនេះមិនដឹងជាចប់ពេលណាទេក្រុមគ្រួសារបងប្អូនភាសារបស់យើងកើនឡើងយ៉ាងគំហុកតែម្ដងពេលដែលខ្ញុំចាប់ផ្ដើមរៃអង្គាសលុយគឺត្រឹមតែ 180,000 នាក់ទេប៉ុន្តែឥឡូវគឺជាង 40,000 នាក់ទៅហើយបងប្អូនហើយព័ត៌មាននៃការពលីរបស់វីរៈកងទ័ពជួរមុខរបស់យើងមានជារៀងរាល់ថ្ងៃតែម្ដងពួកគាត់អត់ដឹងថាខ្លួនឯងស្លាប់ឬក៏រស់នៅពេលណាទេតែរឿងតស៊ូបដូរផ្ដាច់ដើម្បីជាតិនេះគឺពួកគាត់អត់រៀថយជាដាច់ខាតអញ្ចឹងទេសូមបងប្អូនខ្មែរខាងក្រៅបន្តចូលរួមជួយពួកគាត់ផងមូលនិធិខ្មែរជួយខ្មែរនៅតែបន្តទទួលជំនួយពីបងប្អូនយើងចេញយុទ្ធនាការជារៀងរាល់ថ្ងៃនិយាយទៅឲ្យតែខ្ញុំទំនេរពីការងារពេលណាគឺខ្ញុំចេញដឹកអង្គឲ្យបងប្អូន